បាទសួស្តីបងប្អូនសម្រាប់រដូវវស្សារដូវខែភ្លៀងហ្នឹងបើសិនជាបងប្អូនអត់ដឹងថាត្រូវទៅដើរលេងនៅណាទេហ្នឹងហើយខ្ញុំរីកមិនថាយើងគួរទៅតំបន់ភ្នំទៅតំបន់ណាដែលមានទឹកធ្លាក់ព្រោះខែភ្លៀងអញ្ចឹងយើងទៅតំបន់ទឹកធ្លាក់គឺសម្បូរទឹកលេងច្រើនស្អាតដូចថ្ងៃនេះអញ្ចឹងខ្ញុំបានមកទឹកធ្លាក់មកកន្លែងនៅខេត្តកំពង់ស្ពឺហ្នឹងគឺនៅទឹកធ្លាក់ជ្រាវគឺខ្ញុំទៅហ្នឹងក៏ទៅគ្នា3នាក់ហ្នឹងគឺឡើងទៅហ្នឹងប្រហែលជាម៉ោង9 10ហ្នឹងគឺអត់ទាន់មានមនុស្សឡើងទៅគឺមានតែគ្នាខ្ញុំម្នាក់ហ្នឹងទេគឺយើងស្ងាត់ដែរប៉ុន្តែហ្នឹងហើយគឺយើងទទួលបានបរិយាកាសមួយគឺបែបធម្មជាតិហ្មងពិតហ្មងវាអត់មានមនុស្សញ៉ៃច្រើនទេហ្នឹងហើយសម្រាប់ចម្ងាយផ្លូវពីភ្នំពេញទៅដល់ទឹកធ្លាក់ជ្រាវហ្នឹងគឺវាមានចម្ងាយ90គីឡូជាងឆ្ងាយដែរប៉ុន្តែសម្រាប់បងប្អូនដែលចង់ទៅខ្ញុំរីកមិនថាឲ្យជិះម៉ូតូទៅសប្បាយជាងព្រោះផ្លូវចូលទៅហ្នឹងគឺវារៀងពិបាកបន្តិចសម្រាប់ឡានហើយសម្រាប់អ្នកដែលមានឡានទាបឡានអីហ្នឹងវាពិបាកខ្លាំងដែរអញ្ចឹងណាអញ្ចឹងជិះម៉ូតូសប្បាយជាងហ្នឹងហើយទៅដល់ហ្នឹងយើងមានអារម្មណ៍ថាវាអត់ខកអំណងទឹកធ្លាក់បែបធម្មជាតិហ្មងវា fresh ហ្មងមានអារម្មណ៍ថាទៅហើយគឺយើងចង់ទៅម្ដងទៀតសម្បីតាតាមផ្លូវទៅហ្នឹងក៏ទេសភាពយើងមើលទៅឃើញស្អាតមែនតើនៅទឹកធ្លាក់ជ្រាវហ្នឹងគឺមានច្រើនជាន់មែនតើមានដល់7ជាន់ហើយភាគច្រើនបងប្អូនយើងដែលគាត់ទៅលេងអីហ្នឹងគាត់ទៅធំជាន់ទី2ទី3អីហ្នឹងទេធម្មជាតិហ្មងវា fresh ហ្មងមានអារម្មណ៍ថាទៅហើយគឺយើងចង់ទៅម្ដងទៀតសម្បីតាតាមផ្លូវទៅហ្នឹងក៏ទេសភាពយើងមើលទៅឃើញស្អាតមែនតើបាទនៅវីដេអូយើងមានតែប៉ុណ្្នឹងហើយអរគុណបងប្អូន